អ្នកដឹងទេថាពិភពលោកនាពេលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបការប្រជែងអំណាចមិនមែនត្រឹមតែលើសេដ្ឋកិច្ចនោះទេប៉ុន្តែវាគឺជាការប្រណាំងប្រជែងគ្រឿងសព្វាវុធតើអ្នកដឹងទេថាប្រទេសណាខ្លះកំពុងតែកាន់កាប់ប៊ូតុងនុយក្លេអ៊ែរនិងបច្ចេកវិទ្យាដ្រូនទំនើបដែលអាចផ្លាស់ប្ដូរវាសនាមនុស្សជាតិបានថ្ងៃនេះយើងនឹងមកបើកបង្ហាញកម្ពុជាមហាអំណាចយោធាទាំង5ដែលខ្លាំងបំផុតលើលោកតាមរយៈការវិភាគស៊ីជម្រៅលើអាវុធនុយក្លេអ៊ែរដ្រូនសង្គ្រាមនិងយុទ្ធសាស្ត្រសម្ងាត់ដែលអ្នកទាំងអស់គ្នាមិនដែលដឹងចាប់ពីចំណាត់ថ្នាក់លេខ5គឺប្រទេសកូរ៉េខាងត្បូងនេះគឺជាប្រទេសដែលស្ថិតនៅក្នុងស្ថានភាពអសង្គ្រាមជាមួយនឹងប្រទេសកូរ៉េខាងជើងភាពខ្លាំងរបស់ពួកគេគឺការផលិតអាវុធដោយខ្លួនឯងយុទ្ធក្រោះ K2 Black Panther របស់ពួកគេត្រូវបានចាត់ទុកថាជាយុទ្ធក្រោះដែលមានតម្លៃថ្លៃបំផុតនិងទំនើបបំផុតមួយលើលោកដែលអាចលោតនិងបត់បែនបានគ្រប់ស្ថានភាពដីពួកគេមិនមែនមានតែចំនួនទ័ពទេប៉ុន្តែពួកគេមានប្រព័ន្ធការពារដែនអាកាសដែលអាចបាញ់មិនដែលខកមកដល់ចំណាត់ថ្នាក់លេខ4គឺប្រទេសមហាអំណាចនុយក្លេអ៊ែរឥណ្ឌាខ្លាំងដោយសារតែចំនួនទ័ពសកម្មជាងគេ 1.4 លាននាក់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមីស៊ីល Arkivi ដែលជាមីស៊ីលបាញ់ឆ្លងទ្វីបអាចទប់ក្បាលនុយក្លេអ៊ែរនិងបាញ់បានចម្ងាយជាងប្រហែល 5000 គីឡូម៉ែត្រឥណ្ឌាកំពុងតែសាងសង់នាវាផ្ទុកយន្តហោះដោយខ្លួនឯងដើម្បីគ្រប់គ្រងមហាសមុទ្រឥណ្ឌាទាំងមូលចំណាត់ថ្នាក់លេខ3នាគសមុទ្រចិនលេខ3គឺជាប្រទេសចិនក្នុងរយៈពេល20ឆ្នាំនេះចិនបានផ្លាស់ប្ដូរពិភពលោកដែលនឹកស្មានមិនដល់ដែលពួកគេមានកងទ័ពជើងទឹកដែលមានចំនួននាវាច្រើនជាងគេបង្អស់នៅលើលោកជាពិសេសចិនមានមីស៊ីល DF-17 ជាប្រភេទអាវុធ Hypersonic Missile ដែលមានល្បឿនលឿនជាងសំឡេងទៅដល់5 ទៅ 10 ដងដែលមានប្រព័ន្ធការពារអាកាសអាមេរិកពិបាកនឹងចាប់ជាពិសេសប្រទេសចិនគឺបានផលិតនៅបច្ចេកវិទ្យាដ្រូនចិនគឺជាអ្នកផលិតដ្រូនដ៏ធំជាងគេនៅលើលោកពួកគេកំពុងតែអភិវឌ្ឍដ្រូន AI គឺដ្រូនស្វាមដែលអាចសម្រុកចូលប្រហារសត្រូវក្នុងពេលតែមួយរាប់ពាន់ចំណាត់ថ្នាក់លេខ2ខ្លាធំរុស្ស៊ីនិងអំណាចនុយក្លេអ៊ែររុស្ស៊ីមហាអំណាចដែលកាន់កាប់គ្រាប់បែកគំតិចលោកច្រើនជាងគេបំផុតរុស្ស៊ីមានមីស៊ីល RS-28 សាម៉ាត់មីស៊ីលនេះតែមួយដើមអាចទប់ក្បាលគ្រាប់នុយក្លេអ៊ែរទៅដល់10គ្រាប់និងមានសមត្ថភាពបំផ្លាញផ្ទៃដីទំហំប៉ុនប្រទេសបារាំងក្នុងពេលតែមួយជាពិសេសរុស្ស៊ីមានប្រព័ន្ធការពារ S-400 និង S-500 នេះគឺជាកំពែងដែកដែលយន្តហោះបំបាំងកាយរបស់អាមេរិកពិបាកនឹងជ្រាបចូលរុស្ស៊ីខ្លាំងផ្នែកសង្គ្រាមអេឡិចត្រូនិកដែលអាចបិទប្រព័ន្ធ GPS និងរ៉ាដារបស់សត្រូវឲ្យងងឹតសូន្យឈឹងចំណាត់ថ្នាក់លេខ1ស្ដេចសង្គ្រាមអាមេរិកទីបំផុតម្ចាស់ជើងឯកលេខ1គឺសហរដ្ឋអាមេរិកហេតុអ្វីសហរដ្ឋអាមេរិកនៅតែឈរជើងលើគេគឺដោយសារតែបច្ចេកវិទ្យាបំបាំងកាយនិងការគ្រប់គ្រងជាសកលជាពិសេសសហរដ្ឋអាមេរិកមានគ្រឿងសព្វាវុធទំនើបដូចខាងក្រោមដ្រូនអតិឃាតសហរដ្ឋអាមេរិកមានដ្រូន MQ-9 Raptor ដែលអាចហោះហើរបាន24ម៉ោងនិងបំផ្លាញគោលដៅពីចម្ងាយរាប់រយគីឡូម៉ែត្រដោយមិនឲ្យសត្រូវដឹងខ្លួនកងទ័ពអាកាសយន្តហោះទំនើប F-22 Raptor
និង F-35 គឺជាយន្តហោះដែលរ៉ាដាមិនអាចមើលឃើញនិងបំបាំងកាំជាពិសេសសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្តហោះអាមេរិកមាននាវាផ្ទុកយន្តហោះ11គ្រឿងដែលគ្រឿងនីមួយៗគឺជាទីក្រុងយោធាលើទឹកដែលអាចពង្រាយទ័ពបានគ្រប់ទីកន្លែងក្នុងពិភពលោកត្រឹមតែរយៈពេល1ម៉ោងតែប៉ុណ្ណោះនេះគឺជាប្រទេសមហាអំណាចដែលមានយោធានិងគ្រឿងសព្វាវុធខ្លាំងបំផុតទាំង5នៅលើពិភពលោកបើចង់និយាយអំពីការគំទេចលោកគឺរុស្ស៊ីឈ្នះដោយសារនុយក្លេអ៊ែរបើនិយាយអំពីបច្ចេកវិទ្យានិងភាពច្បាស់លាស់គឺសហរដ្ឋអាមេរិកឈ្នះដាច់បើនិយាយអំពីការផលិតនិងចំនួនគឺជាប្រទេសចិនជាអ្នកឈ្នះសង្គ្រាមមិនមែនជាអ្វីដែលយើងចង់បាននោះទេប៉ុន្តែយើងមកដឹងអំពីអំណាចយោធាធ្វើឲ្យយើងយល់ពីតុល្យភាពនៃសន្តិភាពពិភពលោកតើប្រិមិត្តយល់ថាប្រទេសណាគួរឲ្យខ្លាចជាងគេសូមខមមិនប្រាប់ផងហើយកុំភ្លេចចុច like និងចុច subscribe ដើម្បីតាមដានវីដេអូជាបន្តបន្ទាប់សូមអរគុណ